ពុទ្ធភាសិតបញ្ញវៈពួកធរនិយាយអំពីបញ្ញាបុគ្គលមិនគួរបណ្តែតបណ្ដោយបញ្ញាពន្លឺស្មើនឹងបញ្ញាមិនមានបញ្ញាជាកែវរបស់ជនទាំងឡាយបញ្ញារមែងគ្រប់គ្រងនៅបរិសុទ្ធនោះបណ្ឌិតទាំងឡាយពោលថាអ្នករស់នៅដោយបញ្ញាឈ្មោះថាជាអ្នករស់នៅប្រសើរបំផុតបញ្ញាជាគ្រឿងបំភ្លឺក្នុងលោកបុគ្គលតែងឃើញច្បាស់នៅអត្តដោយបញ្ញាបុគ្គលប្រកបដោយបញ្ញាកាលនៅគ្រប់គ្រងផ្ទះរមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពួកជនច្រើនការចេះដឹងកើតឡើងដល់បុគ្គលពីលគ្រាន់តែដើម្បីសេចក្តីវិនិច្ឆ័យតែប៉ុណ្ណោះរមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះបំផ្លិចបំផ្លាញចំណែកធម៌សគឺកុសលរបស់បុគ្គលពីលនោះបុគ្គលណារស់នៅ100ឆ្នាំជាមនុស្សមិនមានបញ្ញាមានចិត្តមិនបានតម្កល់ខ្ជាប់ខ្ជួនការរស់នៅតែមួយថ្ងៃរបស់លោកអ្នកដែលមានបញ្ញាមានការពិនិត្យពិចារណាជាប្រក្រតីប្រសើរជាងបុរសមិនមានការចេះដឹងនេះតែងចាស់ឥតអំពើដូចគោបំរើសាច់ទាំងឡាយរបស់វាតែងចម្រើនឡើងតែបញ្ញារបស់វាមិនចម្រើនឡើយបុគ្គលខ្ជិលរមែងមិនបានផ្លូវដោយបញ្ញាឡើយបញ្ញារមែងកើតអំពីការព្យាយាមជាគ្រឿងប្រកបសេចក្តីវិនិច្ឆ័យបញ្ញារមែងកើតអំពីការមិនមានព្យាយាមជាគ្រឿងប្រកបបញ្ញាចម្រើនឡើងដោយប្រការណាបុគ្គលគួរតម្កល់ខ្លួនទុកដោយប្រការនោះបើឃើញសេចក្តីសុខដ៏ធំទូលាយព្រោះលះបង់សុខល្មមប្រមាណអ្នកមានបញ្ញាកាលឃើញសុខធំទូលាយគប្បីលះសុខល្មមប្រមាណចេញការបានបញ្ញានាំមកនៅសេចក្តីសុខការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យការពិនិត្យនិងប្រាជ្ញាមានក្នុងបុគ្គលណាបុគ្គលនោះឯងឈ្មោះថាស្ថិតនៅក្នុងទីជិតនៃព្រះនិព្វានបញ្ញាដែលបុគ្គលត្រូវដឹងបានដោយការសាកសួរបុគ្គលបរិសុទ្ធបានដោយបញ្ញាបុគ្គលស្ដាប់ដោយគោរពរមែងបាននៅបញ្ញាបុគ្គលប្រកបដោយបញ្ញាបើទុកជាអស់សម្បត្តិរលីងថេងក៏ឈ្មោះថារស់នៅឯបុគ្គលមានសម្បត្តិឈ្មោះថាមិនរស់នៅព្រោះការមិនបាននៅបញ្ញាបញ្ញាជាគ្រឿងវិនិច្ឆ័យនៅការស្ដាប់បញ្ញាជាគ្រឿងញ៉ាំងកេតសព្ទនិងសេចក្តីសរសើរឲ្យចម្រើននរជនប្រកបដោយបញ្ញារមែងបាននៅសេចក្តីសុខសំបីក្នុងសភាវៈដែលជាទុក្ខបញ្ញាជាធម្មជាតិប្រសើរជាងទ្រព្យអ្នកប្រាជ្ញទាំងឡាយតែងសរសើរបុគ្គលនោះថាជាអ្នកមានបញ្ញាជាអ្នកនិយាយទៀងទាត់ជាអ្នកមានចិត្តតម្កល់មាំក្នុងសិលទាំងឡាយជាអ្នកប្រកបរឿយនៅការស្ងប់ស្ងាត់ចិត្តបុរសណាប្រកបដោយបញ្ញាបានដឹងច្បាស់នៅអត្ថនៃភាសិតបុរសនោះនៅតែម្នាក់ឯងប្រសើរជាងបុគ្គលឥតបញ្ញាបានយុះបរិវារហើយតែងប្រព្រឹត្តកម្មមិនជាប្រយោជន៍ដល់ខ្លួនតែងប្រណិប័តដើម្បីបៀតបៀនដល់ខ្លួនឯងផងដល់ជនទាំងឡាយដទៃផងបុរសនោះមិនក្តៅក្រហាយដោយកាមទាំងឡាយនេះជាអំពើដ៏ប្រសើររបស់ពួកជនអ្នកឆ្អែតដោយបញ្ញាតណ្ហាមិនធ្វើបុរសដែលឆ្អែតដោយបញ្ញាឲ្យលុះក្នុងអំណាចបានឡើយបុគ្គលពេលដែលមានយសទុកដូចជាទាស័ករបស់បុគ្គលអ្នកមានបញ្ញានាកាលហេតុទាំងឡាយប្រកបដូច្នោះកើតហើយអ្នកប្រាជ្ញតាក់តែងនៅប្រស្នាដ៏ល្អិតណាបុគ្គលពីលរមែងដល់នៅការវង្វេងក្នុងប្រស្នាដ៏ល្អិតនោះតាមពិតពួកសប្បុរសតែងសរសើរបញ្ញាតែម្យ៉ាងសិរីគ្រាន់តែជាទីត្រេកអររបស់ពួកមនុស្សពីល
ពួកមនុស្សតែងត្រេកអរចំពោះភោគៈសម្បត្តិមួយទៀតញាណរបស់ព្រះពុទ្ធទាំងឡាយមិនមានអ្វីប្រៀបផ្ទឹមបានទេតាំងពីកាលណាមកបុគ្គលអ្នកមានសិរីរមែងមិនកន្លងនៅបុគ្គលមានបញ្ញាបានឡើយបុគ្គលណាកាលគិតនៅប្រស្នាដ៏ជ្រាលជ្រៅដោយចិត្តហើយមិនធ្វើនៅអំពើអាក្រក់ដែលកន្លងនៅប្រយោជន៍មិនលះបង់នៅចំណែកនៃប្រយោជន៍ដែលមកក្នុងកាលគួរបណ្ឌិតទាំងឡាយពោលនៅបុគ្គលបែបនោះថាជាអ្នកមានបញ្ញាអ្នកឆ្លៀសវៃទាំងឡាយពោលថាបញ្ញាជាគុណជាតិប្រសើរបំផុតដោយស្ដេចនៃផ្កាយប្រសើរជាងផ្កាយទាំងឡាយសិលក្តីសិរីក្តីធម៌របស់សប្បុរសក្តីក៏ប្រព្រឹត្តទៅតាមបុគ្គលអ្នកមានបញ្ញាបុគ្គលអ្នកមានបញ្ញានោះឃើញច្បាស់នៅកាមគុណទាំងឡាយថាមិនទៀងជាទុក្ខជារោគបុគ្គលអ្នកឃើញច្បាស់យ៉ាងនេះទើបលះបង់នៅឆន្ទៈក្នុងកាមទាំងឡាយដែលជាទុក្ខជាភ័យធំបានខ្ញុំរាជការក្នុងព្រះរាជសមណៈជាអ្នកមានបញ្ញាបរិបូរដោយឧបាយជាអ្នកឆ្លៀសវៃក្នុងវិធីចាត់ចែងជាអ្នកដឹងកាលជាទីធ្វើបុណ្យដឹងសម័យប្រកបការងារខ្ញុំរាជការក្នុងព្រះរាជសមណៈនោះទើបគួរនៅក្នុងរាជត្រកូល